បងប្អូនជំនុំចិត្តដើម្បីទិដ្ឋានទូសូមដល់ព្រះទាំងអស់គ្នាព្រះបវេដាព្រះយេចាស់នៃកូនឯកូនសុខថ្លែងណអរគុណទ្រង់ខ្លាំងណាស់ដែលទ្រង់បាននៅតែញែកពេលវេលាសម្រាប់ទុំគុំយីខ្ញុំទាំងអស់គ្នាដែលជារិទ្ធជាកូនរបស់ព្រះទ្រង់ឲ្យបានចូលមានពេលវេលានឹងចូលមកក្រាបថ្វាយបង្គំព្រះអង្គសាមព្រះអង្គជារៀងរាល់ថ្ងៃសប្តាហ៍ថ្ងៃអាទិត្យនោះសូមព្រះជាម្ចាស់ទ្រង់នៅតែរំលឹកដាស់តឿនដល់ទុំគុំយីខ្ញុំតទៅទៀតជាពិសេសសូមព្រះអង្គទ្រង់គង់ជាមួយនឹងបងប្អូនដែលមិនអាចនឹងចូលមកលើសរសើរដំណើរនឹងថ្វាយបង្គំព្រះអង្គរួមគ្នានៅទីនេះបានក៏សូមឲ្យពួកគាត់នៅតែមានពេលវេលាប្រកបជាមួយនឹងទ្រង់ជានិច្ចដែលឲ្យគាត់បានទុកចិត្តថាថ្ងៃណាមួយទុកលំបាកវេទវេទនាក្នុងរូបកាយដោយជាសាច់ឈាមនេះនឹងបានលុតផុតទៅហើយសេចក្តីសុខសាន្តដ៏អស្ចារ្យជានិច្ចដែលទ្រង់បានរៀបចំសម្រាប់កូនព្រះអង្គគ្រប់រូបគឺមានឱកាសនឹងទទួលការនោះទាំងអស់គ្នាដូច្នេះកូនសូមព្រះអង្គទ្រង់ប្រទានពរដល់ទុំគុំយីខ្ញុំទាំងអស់គ្នាឲ្យនៅតែមានពេលវេលានិងមានសុខភាពល្អសម្រាប់ចូលមកលើសាសនាអង្គការដល់ព្រះនាមព្រះអង្គទ្រង់ជាពិសេសបងប្អូនទុំគុំដែលមានមុខនៃទីនេះក៏មានសុខភាពមិនសូវស្រួលប្រមាណដែរដូចជាបង្រែងប្រពន្ធមុនសិនផងដែរតែគាត់មានសេចក្តីជំនឿគាត់មានសេចក្តីជំនឿខ្លាំងណាស់អង្គសម្រាប់ព្រះអង្គសូមព្រះជាម្ចាស់ទ្រង់ទុកឱកាសគាត់សម្រាប់ចូលមកលើកសិក្សាដំណើរដល់ជំនាញរបស់ទ្រង់ព្រមទាំងជាជំនួយហើយនឹងជួយគ្រប់គ្រងលើកទឹកចិត្តដល់បងប្អូនទុំគុំទាំងអស់គ្នានៅទីនេះផងដែរហើយនឹងវណ្ណថាផងដែរតែមានមិនសូវមានសុខភាពគ្រប់គ្រាន់សម្រាប់សាសនាដំណើរអង្គតែគាត់នៅតែឆ្លៀតពេលវេលានេះសម្រាប់រំលឹកនិងដាស់តឿនដល់ចិត្តគំនិតរបស់កូនផងដែរកូនអរគុណទ្រង់ដែលព្រះជាម្ចាស់នៃកូនហើយអ្វីដែលទុំគុំយីខ្ញុំកំពុងរស់នៅសូមព្រះជាម្ចាស់ទ្រង់គង់ជាមួយប្រទានពរនៅអ្វីដែលទុំគុំយីខ្ញុំទាំងអស់គ្នាត្រូវធ្វើថ្វាយដល់ទ្រង់ដែលស្ម័គ្រអស់ពីចិត្តបិទជីវិតបណ្ដោះអាសន្ននៅលើផែនដីនេះមិនមែនជាទីកន្លែងដែលកូនគួរឲ្យចង់នៅរហូតនោះទេតែទីកន្លែងដែលកូនសង្ឃឹមដោយសេចក្តីជំនឿថាជាទីកន្លែងដែលទ្រង់បានសន្យាទុកសម្រាប់ទុំគុំយីខ្ញុំទាំងអស់គ្នាថាទ្រង់យាងទៅរៀបកន្លែងដល់ទុំគុំយីខ្ញុំទាំងអស់គ្នាហើយទ្រង់នឹងយាងមកទទួលទុំគុំយីខ្ញុំទាំងអស់គ្នាចេញពីផែនដីនេះទាំងអស់គ្នាទៅនៅទីនោះផងដែរដូច្នេះសូមឲ្យសេចក្តីសង្ឃឹមនៅសេចក្តីសន្យារបស់ទ្រង់នេះជាប់ដិតតាមក្នុងជីវិតរបស់កូនទាំងអស់គ្នាហើយសូមឲ្យកូនបានចេះបដិសេធនៅអ្វីដែលមិនគួរប្រហារទេរបស់ទ្រង់ផងដែរកុំឲ្យកូនបានចុះដៃជជើងឬធ្វើអ្វីដែលអាក្រក់ទាស់នៅប្រហារទេរបស់ទ្រង់នៅលើលោកីយ៍នេះក្នុងជីវិតដែលកូនត្រូវដើរជាមួយផងទ្រង់តទៅទៀតផងដែរកូនអរគុណទ្រង់ហើយនៅពេលព្រឹកនេះសូមព្រះជាម្ចាស់ទ្រង់ប្រទានពរដល់ទុំគុំយីខ្ញុំទាំងអស់គ្នាតទៅទៀតក្នុងការលើកសរសើរដំណើរដល់សេរីរូបរឿងរបស់ទ្រង់តាមរយៈបទចម្រៀងដែលកូនទាំងអស់គ្នានឹងសរសើរដំណើរព្រះអង្គហើយនឹងទទួលនៅព្រះបន្ទូលដ៏រស់តាមរយៈអ្នកបម្រើព្រះអង្គផងដែរកូនអរគុណទ្រង់សូមលើកថ្វាយនិងទូលសូមលើនៅព្រះនាមនៃព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនសូមអរគុណបងប្អូនទីគូចហើយនឹងយើងបន្តតាមការព្រះអង្គនៅ119